ក្នុងរយៈពេល6ខែនេះដល់ខែប្រហែលជាខែ8យើងនឹងស្ទើរតែគ្មានអ្នកដែលប្រើ SIM card ទៅឈ្មោះអ្នកដទៃដែលយើងអត់ស្គាល់នៅពេលដែលខ្ញុំចូលទៅដល់ SIM card លក់ឬក៏ឲ្យទៅទីឲ្យដោយមិនមានយកអត្តសញ្ញាណទេជួនកាល SIM card មនុស្សកម្នាក់ត្រូវបានអ្នកប្រើប្រាស់100នាក់200នាក់300នាក់ព្រោះអ្នកដែលលក់នៅតាមខេត្តអ្នកអីហ្នឹងគាត់ចែកឲ្យតែម្ដងហើយគាត់ដាក់ឈ្មោះគាត់ឬក៏គាត់ដាក់ឈ្មោះមនុស្សកណាម្នាក់យើងបានអញ្ជើញប្រតិបត្តិកមកនិយាយប្រាប់គាត់ហើយប្រាប់ទៀតក៏ប៉ុន្តែគាត់ឈប់ធ្វើ dealer នៅតាមខេត្តនៅតែធ្វើដដែលនៅតែឲ្យដដែលព្រោះគាត់ចង់បាន SIM card លក់ឲ្យបានច្រើនចង់បញ្ចប់2ឆ្នាំហើយ1ឆ្នាំកន្លះហើយយើងបានប្រើវិធានការតឹងគឺលក់ SIM card មួយដែលអត់មានអត្តសញ្ញាណប័ណ្ណពីនៃ$5,000ហើយមិនបានយើងដឹងគឺយើងមានប្រព័ន្ធ DMC គឺ Data Management System កាលណាចេញមួយដែលអត់មាន SIM card គឺយើងដឹងយើងផាកពីនៃ$5,000មុនដំបូងយល់ឃើញថាអាចធ្វើទៅបានប៉ុន្តែក្រោយមកយើងផាកប្រតិបត្តិការជួនកាល$1 លានចុះ SIM card មួយ$5,000បាទដូច្នេះឥឡូវនេះអត់មានអ្នកណាមួយដែលលក់ SIM card ដោយអត់មានអត្តសញ្ញាណប៉ុន្តែបញ្ហានៅសេសសល់ដែលកន្លងមក13លានទាំងអស់18លានលេខមាន13លានអ្នកប្រើប្រាស់18លានលេខក្នុងនោះប្រហែលជាអ្នកប្រើប្រាស់ពិតប្រាកដដែលយើងយកមកចម្រោះវា8លាននៅសល់5លានបានន័យថាប្រើលើឈ្មោះអ្នកដទៃដូច្នេះតើក្រសួងប្រៃសណីនិងទូរគមនាគមន៍មានវិធានការយ៉ាងម៉េចយើងសហការជាមួយនឹងធនាគារជាតិព្រោះយើងដឹងថារាល់ថ្ងៃនេះមានការបន្លំលេខទូរស័ព្ទឬក៏ការបន្លំផ្សេងដើម្បីលួចយកលុយពី account ពីគណនីរបស់អ្នកប្រើប្រាស់ហើយដូច្នេះហើយធនាគារជាតិជាមួយនឹងក្រសួងប្រៃសណីផលប្រយោជន៍រួមគ្នាធនាគារជាតិក៏កាត់បន្ថយការបោកប្រាស់ប្រៃសណីក៏កាត់បន្ថយអ្នកដែលប្រើ SIM card ខុសច្បាប់ដូច្នេះយើងរួមគ្នាធ្វើយុទ្ធនាការ SIM card មនុស្សណាកាន់ SIM card នោះលើកលែងតែឧទាហរណ៍អ្នកណាមួយគាត់ពឹងឲ្យគេទៅទិញហើយគាត់ដាក់ទៅ SIM card អ្នកនោះអញ្ចឹងអានឹងយើងធ្វើអីអត់បានទេព្រោះគាត់ជាបុគ្គលគាត់ឧបមាថាខ្ញុំអត់ចង់ប្រើឈ្មោះខ្ញុំទេខ្ញុំពឹងឲ្យក្មួយខ្ញុំទៅទិញ SIM card ដូច្នេះអានឹងអត់នេះប៉ុន្តែកាលណាមានការអីគេចាប់ក្មួយហ្នឹងច្បាស់ជាឆ្លើយមកខ្ញុំហ្នឹងអានេះគឺជាវិធានការដែលយើងធ្វើបាទហើយមនុស្សម្នាក់អាចប្រើ SIM card 5នេះគឺជាការអនុវត្តនៅក្នុងប្រទេសផ្សេងឈ្មោះខ្ញុំមួយខ្ញុំអាចប្រើ5បាទប៉ុន្តែលើសពីនឹងអត់បានទេនេះគឺជាវិធានការដែលយើងធ្វើហើយយើងកំពុងតែធ្វើបានទទួលជោគជ័យកាត់បន្ថយយ៉ាងច្រើនសង្ឃឹមថាក្នុងរយៈពេល6ខែនេះដល់ខែប្រហែលជាខែ8យើងនឹងស្ទើរតែគ្មានអ្នកដែលប្រើ SIM card ទៅឈ្មោះអ្នកដទៃដែលយើងអត់ស្គាល់